បាទសូមជម្រាបសួរនិងសួស្តីប្រិយមិត្តណាក្មួយសាសានុសិស្សនិងអ្នកសិក្សារូបវិទ្យាជាទីមេត្រីនៅថ្ងៃនេះគ្រូមានលំហាត់ថ្មីមួយទៀតគឺលំហាត់ពាក់ព័ន្ធនឹងការគណនារោគលបឿនបលាស់ទីហើយនិងចម្ងាយចរដែលលំហាត់ហ្នឹងគឺជាលំហាត់គំរូនៅក្នុងកម្មវិធីរូបវិទ្យាថ្នាក់ទី10យកមកធ្វើការបកស្រាយជូនក្មួយអ្នកសិក្សាទស្សនាកម្សាន្តនៅក្នុងលំហាត់នេះគេឲ្យក្រាបតាំងអនុគមទីតាំងពេលនៃចលនារបស់ចល័តមួយដែលផ្លាស់ទីនៅលើ AX ដែលធៀបជាមួយនឹងរយៈពេលបាទហើយសំណួរនៅក្នុងលំហាត់នេះគេសួរយើងថាអក្សរកហ្នឹងគេសួរថាតើនៅវគ្គណាដែលចល័តហ្នឹងមានល្បឿនលឿនជាងគេណាបាទហើយសំណួរខគេឲ្យយើងគណនាបលាស់ទីនិងចម្ងាយចរនៅ6វិនាទីដូច្នេះដើម្បីកុំឲ្យក្មួយនិងអ្នកសិក្សារងចាំយូរអញ្ចឹងយើងទស្សនាវីដេអូដោះស្រាយលំហាត់ជាបន្តទៀតណាអញ្ចឹងយើងមើលសំណួរកណាគេសួររោគលបឿនដែលលឿនជាងគេតើលបឿនហ្នឹងគឺនៅក្នុងវគ្គណាដែលលឿនជាងគេអញ្ចឹងនៅលើក្រាបយើងឃើញចលនារបស់ចល័តគឺវាចេញពីទីតាំង A រហូតដល់ទីតាំង F ណាហើយយើងរាប់វគ្គគឺមានវគ្គ AB វគ្គ BC វគ្គ CD វគ្គ DE ហើយនិងវគ្គ EF ណាទាំងអស់គឺមាន5វគ្គណាអញ្ចឹងតើក្នុងចំណោម5វគ្គហ្នឹងតើមានវគ្គណាមួយដែលចល័តហ្នឹងធ្វើចលនាដោយល្បឿនលឿនជាងគេណាដូច្នេះយើងត្រូវដោះស្រាយរោគលបឿនតាមវគ្គនីមួយៗជាមុនសិនណាអញ្ចឹងរូបមន្តទូទៅនៃល្បឿនគឺយើងតាំងដល់អក្សរ V ណាអញ្ចឹង V គឺស្មើ D ចែកនឹង T ណាដែលក្នុងរូបមន្តហ្នឹងគឺ D តាំងឲ្យចម្ងាយចរហើយនឹង T គឺជារយៈពេលបន្ទាប់មកតាមរយៈរូបមន្តទូទៅនេះយើងចាប់ផ្ដើមរកដំណោះស្រាយល្បឿននៅក្នុងវគ្គនីមួយៗអញ្ចឹងយើងរកល្បឿននៅក្នុងវគ្គ AB ណាយើងអាចទៅសេ VAB បាទស្មើឲ្យ DAB បាទចែកនឹង TAB បាទហើយនៅក្នុងនោះ DAB គឺជាចម្ងាយចរនៅវគ្គ AB ណាអញ្ចឹងចម្ងាយចរនេះយើងអាចមើលនៅលើក្រាបនៅលើក្រាបវាចេញពី A ទៅដល់ B អញ្ចឹងនៅចំណុច B គឺវានៅគល់តម្រុយណាអញ្ចឹងគល់តម្រុយគឺអាប់ស៊ីវាគឺ0ឬក៏ទីតាំងវា0បាទចំណុច B យើងចំណលកែងទៅរក AX ទៅគឺយើងឃើញទីតាំងវានៅស្ថិតនៅទីតាំង20ម៉ែត្រណាអញ្ចឹងដើម្បីរកចម្ងាយចររបស់ចល័តយើងគ្រាន់តែយក20បាទដក0ហ្នឹងគឺស្មើនឹង20ម៉ែត្រណានេះគឺជាចម្ងាយចររបស់ចល័តពី A ទៅ B នៅក្នុងវគ្គ AB បាទចំណែករយៈពេលវិញគឺ TAB យើងគ្រាន់តែចំណលកែងពីចំណុច B ទៅរក AT ទៅរយៈពេលគឺយើងឃើញចំបាទលេខ2ហើយនឹងទីតាំង A គឺលេខ0ណាអញ្ចឹងមានន័យថា TAB គឺស្មើនឹង2ដក0អញ្ចឹងស្មើនឹង2វិនាទីបន្ទាប់មកយើងយកតម្លៃទាំងអស់នេះយកទៅជួសនៅក្នុងរូបមន្តយើងអាចទៅសេ VAB បាទស្មើនឹង20បាទចែកនឹង2មកគឺស្មើ10ម៉ែត្រក្នុងវិនាទីបន្តទៀតគឺវគ្គ BC BC គឺស្មើនឹង DBC បាទចែកជាមួយនឹង TBC មកបាទហើយនៅក្នុងនោះ DBC ហ្នឹងគឺជាចម្ងាយចររវាងចំណុច B និង C ហ្នឹងអញ្ចឹងយើងចំណលកែងដូចគ្នាដែរចំណលកែង B ទៅរក AX គឺ20ម៉ែត្រចំណលកែង C ទៅរក AX ក៏20ម៉ែត្រអញ្ចឹងចម្ងាយចររវាង B និង C គឺ20ដក20អញ្ចឹងស្មើនឹង0បាទចំណែករយៈពេលពី B ទៅ C គឺរវាង3ហើយនឹង2អញ្ចឹងយក3ដក2បាទស្មើនឹង1វិនាទីដូច្នេះ VBC គឺស្មើនឹង0ឬ1អញ្ចឹងស្មើនឹង0ម៉ែត្រក្នុងវិនាទីអញ្ចឹងមានន័យថាកន្លែងហ្នឹងគឺវាឈប់សម្រាកឬក៏វាគ្មានចលនាណាដល់បន្ទាប់មកទៀតយើងរកល្បឿនត្រង់វគ្គ CD VCD បាទគឺស្មើនឹងបាទ DCD បាទចែកឲ្យ TCD ក្នុងនោះ DCD បាទគឺស្មើនឹង
យើងចំណុល D ទៅលើ AX គឺ30ចំណុល C ទៅលើ AX គឺ20អញ្ចឹងយើងបាន30ដក20បាទគឺស្មើនឹង10បាទគឺជាម៉ែត្រចំណែក TCD អញ្ចឹងនៅលើ T គឺរវាង4និង3អញ្ចឹងស្មើនឹង4ដក3មកគឺស្មើនឹង1វិនាទីដូច្នេះ VCD គឺស្មើនឹង10ចែកនឹង1មកគឺស្មើនឹង10ម៉ែត្រក្នុងវិនាទីបន្ទាប់ពីវគ្គ CD យើងចូលដល់វគ្គDE VDE ស្មើនឹង DE ចែកនឹង TDE បាទហើយក្នុងនោះ DDE គឺបាទស្មើនឹងយើងចំណុល D ទៅរក AX គឺ30កន្លែង E គឺ0អញ្ចឹង30ដក0នឹងស្មើនឹង30ម៉ែត្របាទចំណែក TDE វិញស្មើនឹងបាទរវាង5និង4យើងយក5ដក4គឺស្មើនឹង1វិនាទីអញ្ចឹង VDE គឺស្មើនឹង30ចែកនឹង1គឺស្មើនឹង30ម៉ែត្រក្នុងវិនាទីយើងទៅដល់វគ្គបន្តទៀតគឺវគ្គ EF អញ្ចឹង VEF គឺស្មើនឹង DEF បាទចែកជាមួយនឹង TEF នៅក្នុងនោះ DEF គឺស្មើនឹងយើងចំណុល S ទៅរក AX គឺ20បាទចំណុល E ទៅរក AX គឺ0អញ្ចឹងស្មើនឹង20ម៉ែត្រណាបាទចំណែក TEF យើងចំណុល E ចំណុល S គឺឃើញ6បាទចំណុល E គឺ5អញ្ចឹង6ដក5គឺស្មើនឹង1វិនាទីអញ្ចឹង VEF គឺស្មើនឹង20បាទចែកនឹង1គឺស្មើនឹង20ម៉ែត្រក្នុងវិនាទីតាមរយៈការគណនារោគលបឿនគ្រប់វគ្គទាំងអស់គឺយើងឃើញថានៅវគ្គដែលមានលបឿនធំជាងគេគឺវគ្គ DE ណាតែដូចនេះចល័តមានលបឿនបាទលឿនជាងគេនៅវគ្គ DE បាទគឺ VDE បាទស្មើនឹង30ម៉ែត្រក្នុងវិនាទីបាទបន្ទាប់មកយើងចូលដល់សំណួរខយើងរកបន្លាស់ទីរបស់ចល័តបាទបន្លាស់ទីរបស់ចល័តនៅ6វិនាទីអញ្ចឹងដើម្បីរកបន្លាស់ទីរបស់ចល័តគឺយើងប្រើរូបមន្ត delta x គឺស្មើនឹងអាប់ស៊ីនៃទីតាំងស្រេចដល់អាប់ស៊ីនៃទីតាំងដើមអញ្ចឹងអាប់ស៊ីនៃទីតាំងស្រេចគឺទីតាំង f អញ្ចឹងយើងចំណុលទៅរក ax គឺ20បាទចំណែកទីតាំងដើមគឺ a យើងចំណុលទៅរក ax គឺ0អញ្ចឹងយើងអាចសរសេររូបមន្តថាស្មើនឹង xf ដកនឹង xr គឺស្មើនឹង20បាទដក0អញ្ចឹងស្មើនឹងបាទ20ម៉ែត្របាទហើយមួយទៀតគឺយើងរកចម្ងាយចនៅ6វិនាទីន័យថាគិតពីចាប់ផ្ដើមចេញដំណើររហូតដល់6វិនាទីតើវាចបានចម្ងាយប្រមាណបាទចំណែកបន្លាស់ទីក៏ដូចគ្នាដែរណាគ្រូផ្លេចបញ្ជាក់គឺនៅ6វិនាទីដែរតើឥឡូវចម្ងាយចចាប់ពីពេលចាប់ផ្ដើមចេញដំណើររហូតដល់ទីតាំង F យើងអាចតាំងវាដោយ DAF អញ្ចឹង DAF គឺយើងយក DAB បូកឲ្យ DBC បូក DCB បូក DE បូកនឹង DEF បាទហើយជួសលេខមកគឺ DAB គឺឃើញគឺយើងមាន20បាទ BC បាទ0បាទចំណែក DCD គឺបាទ10បូកនឹង DDE 30បូកនឹង DEF 20អញ្ចឹងចម្លើយគឺស្មើនឹង80ម៉ែត្រវីដេអូធ្វើការបកស្រាយនៅពេលនេះសូមបញ្ចប់តែត្រឹមនេះសូមជម្រាបលា